មុនពេលប្រឡងបាក់ឌុបយើងគួរត្រៀមអីខ្លះសួស្ដីទៅកាន់បងប្អូនអ្នកទី12ដែលត្រូវប្រឡងបាក់ឌុបនៅក្នុងឆ្នាំ2026ទាំងអស់គ្នាការប្រឡងបាក់ឌុបគឺកាន់តែខិតជិតចូលមកដល់មែនតើហើយវីដេអូនេះគឺអត់ខុសពីវីដេអូឆ្នាំមុនទេខ្ញុំនឹងមកចែកម្លែកពីបទពិសោធន៍របស់ខ្ញុំផ្ទាល់តើបងប្អូនគួរត្រៀមខ្លួនមួយថ្ងៃមុនពេលប្រឡងបាក់ឌុបហ្នឹងតើយើងគួរត្រៀមអីខ្លះហើយខ្ញុំគិតថាបងប្អូនមួយចំនួនប្រកាសជានៅចាំខ្ញុំហើយមួយចំនួនទៀតក៏ប្រហែលជាភ្លេចមុខខ្ញុំបាត់ហើយមើលទៅខ្ញុំមានឈ្មោះថាឡុងសកុនលីសាហើយខ្ញុំគឺជាអតីតសិស្សនិទេស A សម្រាប់ខ្ញុំហ្មងខ្ញុំស្រឡាញ់ការសិក្សាដោយសារតែការសិក្សាទើបខ្ញុំអាចមកដល់ថ្ងៃហ្នឹងបានណាហើយខ្ញុំជឿឲ្យតើបងប្អូនមានចំណេះមានជំនាញមានសមត្ថភាពពិតអូនឯងរៀនបកែពិតមែនណាអូនឯងទទួលបានឱកាសច្រើនណាអូនឯងចង់ធ្វើអីក៏ឱកាសហ្នឹងមានសម្រាប់អូនឯងធ្វើដែរឲ្យតើអូនឯងចេះពិតប្រកបហើយទោះបីតើអូនឯងចង់បានអាហារូបករណ៍ទៅក្រៅប្រទេសអូនឯងចង់ទៅក្រៅប្រទេសអូនឯងអាចទៅបានទៀតឲ្យតែអត់មានចាំបាច់មានលុយសំបីតែ1រៀលទេអាចទៅបានអាចទៅរៀនបានហ្មងដាក់ពាក្យអាហារូបករណ៍ទៅឲ្យតើអូនឯងចេះពិតណាអូនឯងអាចទៅបានឱកាសមានច្រើនណាស់សម្រាប់អូនឯងហើយជឿបងជឿឲ្យតើអូនឯងមានជំនាញមានសមត្ថភាពរៀនចេះពិតមែនណាការសិក្សាគឺពិតជាអាចផ្លាស់ប្ដូរជីវិតរបស់អូនបានមែនឲ្យតើអូនចេះចាប់យកឱកាសទាំងអស់ហ្នឹងអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរនេះគឺជា content ដែលបងនឹងនិយាយហើយវាក៏ជាអីដែលអូននឹងត្រូវត្រៀមមួយថ្ងៃមុនពេលប្រឡងបាក់ឌុបផងដែរចំណុចទី1គឺថ្ងៃទៅមើលឈ្មោះអញ្ចឹងបងប្អូនប្រកាសជាដឹងទាំងអស់គ្នាថាចំពោះលេខតុកលេខបន្ទប់មណ្ឌលដែលយើងប្រឡងគឺក្រសួងគាត់នឹងបិទប្រាប់យើងមួយថ្ងៃមុនពេលប្រឡងបាក់ឌុបហើយចាស់ស្ដែងគឺមណ្ឌលដែលយើងប្រឡងគឺខុសពីសាលាដែលយើងរៀនណាឧទាហរណ៍ដូចបងអញ្ចឹងគឺបងរៀននៅសាលាហ៊ុនសែន100ខ្នងឯងប៉ុន្តែមណ្ឌលប្រឡងដែលបងត្រូវប្រឡងបាក់ឌុប2ថ្ងៃបងទៅប្រឡងនៅបាថំសិក្សាសធមុខអញ្ចឹងពេលហ្នឹងពេលដែលអូនឯងទៅមើលលេខបន្ទប់លេខតុករបស់អូនឯងត្រូវប្រកាសចិត្តថាអូនត្រូវចាំលេខបន្ទប់លេខតុកហ្នឹងឲ្យរិលមាត់ឲ្យស្ទាត់ដៃហ្មងនិយាយទៅត្រូវចាំវាឲ្យរិលមាត់ដូចមេរៀនរបស់យើងហើយសរសេរវាឲ្យស្ទាត់ដៃតែម្ដងព្រោះថាតើអូនឯងចាំវាខុសបាក់លុបនឹងឆាចោលហ្មងហើយធ្វើឲ្យអនុរិយគាត់វិលមុខជាមួយនឹងការសរសេរលេខបន្ទប់លេខតុករបស់អូនឯងខុសទៀតអញ្ចឹងត្រូវប្រកាសចិត្តថាអូនឯងចាំលេខបន្ទប់ហើយលេខតុករបស់ខ្លួនឯងរិលមាត់ហើយស្ទាត់ដៃក្នុងការសរសេរតែម្ដងអញ្ចឹងបន្ទាប់ពីយើងមើលលេខបន្ទប់លេខតុករបស់យើងហើយយើងត្រូវឡើងទៅពិនិត្យថាបន្ទប់ណាដែលយើងត្រូវប្រឡងហើយតុកណាដែលយើងត្រូវអង្គុយបងដឹងថាយើងគ្រាន់តែអាចដឹងបន្ទប់ប៉ុន្តែតុកយើងអត់ដឹងឯងព្រោះគេអត់ទាន់ថាសរសេរលេខតុកមួយណាជាលេខប្រមាណត្រូវអត់ប៉ុន្តែអូនឯងត្រូវអង្គុយហ្មងទៅដល់ចង់អង្គុយតុកណាគឺអង្គុយតុកនឹងសិនទៅអង្គុយឲ្យមើលបរិយាកាសជុំវិញមើលបន្ទប់ដែលយើងប្រឡងនឹងឲ្យដើម្បីប្រស៊ាំជាមួយនឹងបន្ទប់មួយនឹងឲ្យដូចមកថ្ងៃស្អែកគឺដូចទៅរៀនធម្មតាដូចថ្ងៃប្រឡងធម្មតាកុំឲ្យវាខ្លះវាអាចជួយកាត់បន្ថយការភ័យបើមិនចឹងទេភ័យហ្មងបើយើងគ្រាន់តែដឹងលេខបន្ទប់លេខតុកប៉ុន្តែអត់បានឡើងទៅមើលដឹងតែភ័យឯងអញ្ចឹងពេលដែលមើលលេខតុកលេខបន្ទប់ហើយឡើងទៅមើលអង្គុយក្នុងបន្ទប់នឹងឲ្យស៊ាំបើអាចទៅហ្នឹងឲ្យបោះបន្ទប់នឹងជូតតុកនឹងទៅព្រោះយើងមិនដឹងថាតុកមួយណាដែលយើងនឹងត្រូវអង្គុយទេអញ្ចឹងបើយើងប្រស៊ាំវាហើយយើងអាចកាត់បន្ថយការភ័យបានដែរហើយមើលវិញទៀតដោយសារតែមណ្ឌលដែលបងប្រឡងហ្នឹងបងអត់ដែរទៅសាលាហ្នឹងទេបងអត់ដែរទៅសាលាបឋមសិក្សាសធមុខទេអញ្ចឹងអូនឯងត្រូវដើរជុំវិញមណ្ឌលហ្នឹងហ្មងដើម្បីឲ្យដឹងថាកន្លែងណាកន្លែងគេផ្ញើម៉ូតូកន្លែងណាកន្លែងគេផ្ញើកង់កន្លែងណាកន្លែងគេលក់ទឹកក្រៅរបងឬក៏មិនហើយកន្លែងណាកន្លែងបន្ទប់ទឹកព្រោះសាលាដែលយើងទៅប្រឡងហ្នឹងយើងអត់ដែរចូលទេត្រូវអត់បើអូនដែរចូលអត់អីមិនបាច់ដើរទេក៏បានដែរប៉ុន្តែភាគច្រើនគឺអត់ទេព្រោះយើងរៀននៅសាលាផ្សេងមណ្ឌលដែលយើងប្រឡងហ្នឹងសាលាផ្សេងអញ្ចឹងដើរជុំវិញសាលាហ្នឹងឲ្យដូចជនជាតិបរទេសមកលេងស្រុកយើងអញ្ចឹងណាគឺថាដើរជុំវិញមើលឲ្យហើយកន្លែងណាកន្លែងគេលក់ទឹកបានកន្លែងណាកន្លែងបន្ទប់ទឹកបើមិនអញ្ចឹងទេអូនឯងប្រឡងសុកអូនឯងចង់ចូលបន្ទប់ទឹកអូនឯងដឹងបន្ទប់ទឹកមួយណាប៉ុណ្ណឹងហើយអញ្ចឹងនៅដើរសួរគេទៀតខាតមកមែនតើអញ្ចឹងដើរជុំវិញនឹងឲ្យហើយឲ្យដឹងកន្លែងណាបន្ទប់ទឹកកន្លែងណាកន្លែងគេលក់ទឹកកន្លែងណាកន្លែងគេផ្ញើម៉ូតូហើយនៅពេលដែលយើងទៅមើលក្រាស់ឈ្មោះហ្នឹងណាបើអូនឯងឃើញឈ្មោះអ្នកដែលយើងស្គាល់ឬក៏ពេលហ្នឹងគេទៅមើលលេខបន្ទប់លេខតុកមួយយើងដែរនិយាយជាមួយគ្នាទៅសួរគ្នាទៅហើយគឺនិយាយទៅសួរគាត់ហ្មងបងប្រឡងនៅបន្ទប់ហ្នឹងដែរមិនមែនបងលេខតុកមិនមែនបងមកពីសាលាណាពេលដែលអូនឯងមានស្គាល់គ្នាស្រាប់ណាថ្ងៃស្អែកអូនឯងអត់ភ័យទេថ្ងៃស្អែកគឺប្រៀបដូចជាអូនឯងមានមិត្តភ័ក្តិបានអង្គុយនិយាយគ្នាមុនពេលប្រឡងអញ្ចឹងព្រោះអីថាពេលដែលយើងចូលទៅដល់បន្ទប់ប្រឡងភ្លាមណាយើងមិនមែនចូលទៅដល់ភ្លាមប្រឡងភ្លាមទេអត់ទេតោះតែចាំលឺករងពើងទៅមានសិតចូលក្នុងបន្ទប់អង្គុយហើយពើងម្ដងទៀតបានចែកក្រាស់វិញ្ញាសាអញ្ចឹងណាអញ្ចឹងពេលអំឡុងពេលដែលយើងអង្គុយចាំអាចចូលបន្ទប់ប្រឡងបានហ្នឹងគឺយើងអាចនិយាយគ្នាជាមួយនឹងមិត្តភ័ក្តិដែលយើងស្គាល់បានអញ្ចឹងសួរគាត់ទៅបងមកពីសាលាណា
បងលេខតកលេខប្រហែលដែរអញ្ចឹងបងសង្ឃឹមប្រហែលភាគរយស្គាល់គ្នាហើយទៅស្អែកមកអូនឯងអាចកាត់បន្ថយការភ័យរបស់អូនបានអញ្ចឹងថ្ងៃតែមួយឈ្មោះអូនឯងត្រូវធ្វើរឿងទាំងអស់ហ្នឹងមើលលេខតុកលេខបន្ទប់របស់ខ្លួនឯងឡើងទៅបន្ទប់ដែលយើងប្រឡងអង្គុយនៅលើតុកណាមួយអីចឹងទៅហើយត្រូវដើរជុំវិញសាលាឲ្យដឹងកន្លែងណាបន្ទប់ទឹកកន្លែងណាកន្លែងលក់ទឹកកន្លែងណាកន្លែងផ្ញើម៉ូតូហើយមួយទៀតហ្នឹងគឺថាស្គាល់ឲ្យស្គាល់គ្នាហើយទៅបើអាចបើគេទៅដល់ពេលហ្នឹងយើងមើលឈ្មោះទៅចំជាមួយនឹងអ្នកដែលប្រឡងបន្ទប់មួយយើងស្គាល់គ្នាហើយទៅពេលខ្លះវាអាចជួយកាត់បន្ថយការភ័យរបស់ឯងនៅថ្ងៃដែលប្រឡងជាក់ស្ដែងដូចគ្នាចូលទៅដល់ចំណុចទី2គឺការស្លៀកពាក់អញ្ចឹងសម្រាប់ការស្លៀកពាក់នេះអូនប្រកាសជាដឹងឲ្យយើងប្រឡង2ថ្ងៃត្រូវអត់អញ្ចឹងយើងអាចធៀមកៅអៅ2កាផ្លេសម្រាប់ការប្រឡង2ថ្ងៃរបស់យើងឲ្យហើយទៅហើយពេលយើងបោកដាក់ទឹកក្អូបឲ្យក្អូបហើយបោកហើយគឺអ៊ុតកៅអៅនឹងឲ្យភ្លឹងទៅដើម្បីអាចឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលយើងទៅប្រឡងផងដែរហើយសម្រាប់បងហ្មងពេលហ្នឹងគឺសម្ភារៈអីទាំងអស់គឺបងប្រមូលផ្ដុំដាក់ចូលគ្នាហ្មងជាពិសេសបើយើងនារីយើងដឹងហើយត្រូវអត់យើងត្រូវការ make up លាប sunscreen ត្រូវការសិតសក់មានចំណងចងសក់មានកស៊ួយហ្នឹងគឺថាពេលហ្នឹងបងប្រមូលដាក់ចូលគ្នាម្ដុំហ្មងពេលគ្រាន់ដល់វានៅកន្លែងផ្សេងគ្នាតែដល់ពេលមុនប្រឡងនេះមកយកមុនប្រឡងនេះគឺថាបងដាក់វាម្ដុំជុំគ្នាហ្មងតាំងស្រោមជើងតាមស្បែកជើងហ្នឹងអញ្ចឹងដឹងថាផ្ញើពីគេមកអីវ៉ាន់គឺនៅលើនឹងទាំងអស់ហ្មងប៉ុន្តែអ្វីដែលអូនភ្លេចយកទៅអត់បានណាគឺកាតព្រោះមុនពេលដែលយើងចូលបន្ទប់អង្គុយប្រឡងបានណាគឺលោកគ្រូអ្នកគ្រូអនុរៈដែលគាត់ជាអនុរៈគាត់នឹងយកផ្ទៀងផ្ទាត់កាតរបស់អូនហើយគាត់នឹងយកកាតរបស់អូននឹងទុកសិនរហូតដល់ពេលយើងប្រឡងចប់ទើបគាត់បកគោលកាតនឹងឲ្យយើងវិញអញ្ចឹងចំពោះការស្លៀកពាក់នេះអ្វីដែលអូនភ្លេចអត់បានហ្មងគឺកាតតែម្ដងហើយការស្លៀកពាក់វិញយើងត្រៀមចំរៀបចំកៅអៅ2ថ្ងៃសម្រាប់មុនពេលប្រឡងបាក់ឌុបនឹងឲ្យហើយមកអញ្ចឹងផឹកស្អែកមកយើងអត់មានត្រូវការគិតអីច្រើននោះកៅអៅនៅណាសពុតនៅណាអត់ទេគឺថាយើងរៀបចំសັບគ្រប់មានទាំងអស់តែម្ដងទៅដល់ចំណុចទី3គឺអ្វីដែលយើងគួរយកទៅនិងអ្វីដែលយើងអត់គួរយកទៅដំបូងគេហ្មងអីដែលគួរយកទៅគឺទឹកព្រោះថាបើអូនអត់ទឹកអត់បានទេប៉ុន្តែសុំឲ្យផឹកទឹកហ្នឹងឲ្យមានកម្រិតបានហើយតើ30កំពង់កបានហើយកុំដល់ផឹកទឹកថាអំឡុងពេលដែលប្រឡងត្រូវចេញទៅបន្ទប់ទឹកអាហ្នឹងគឺជាអីដែលអូនអត់គួរធ្វើសំហ្មងផឹកឲ្យតែមកល្មមបានហើយកុំដល់ថ្នាក់ពងសេប្រឡងទឹកសុកណាគ្រូសុំទៅបន្ទប់ទឹកអត់ទេចាផឹកតើឲ្យមក30កំពង់ករបស់យើងបានហើយបន្តមកទៀតអូនឯងត្រូវរៀបចំសម្ភារៈដែលយើងត្រូវយកទៅប្រឡងហ្នឹងឲ្យមានទាំងប៊ិចបន្ទាត់ខ្មៅដៃចោលលុបដេកឈៀងអ៊ីប៉ាបូប៉ារ៉ាបូអីហ្នឹងត្រូវពិនិត្យមើលវាឲ្យថាតើយើងបានត្រៀមខ្លួនត្រៀមសម្ភារៈហ្នឹងសពគ្រប់អស់នៅសម្រាប់ការប្រឡងបាក់ឌុបហើយបងដឹងប៊ិចណាពេលប្រឡងយើងសេប៊ិចខៀវត្រូវអត់ហើយប៊ិចខៀវមានច្រើនបែបប៉ុន្តែយើងអាចមានប៊ិចសំណប់ចិត្តដែលយើងស្រឡាញ់ព្រោះពេលដែលយើងសរសេរប៊ិចហ្នឹងហើយយើងសរសេរទៅប៊ិចហ្នឹងធ្វើឲ្យយើងស្រួលសរសេរហើយមានអារម្មណ៍ថាសរសេរទៅអក្សរស្អាតត្រូវអត់អូនឯងទិញប៊ិចហ្នឹង10ដើមមកហើយសម្រាប់បងហ្មងពេលហ្នឹងបងទិញតែ5ដើមទេបងយកប៊ិចទៅច្រើនទេបងយកតែធំ5ដើមទេពេលហ្នឹងអញ្ចឹងពេលដែលអូនឯងទិញប៊ិច5ដើមហើយប៊ិចហ្នឹងវាមិនមាននេះកម្របទូចមួយនៅចុងប៊ិចហ្នឹងត្រូវអត់អូនឯងដកវាចេញហើយសរសេរប៊ិចទាំង5ដើមហ្នឹងឲ្យហើយដើម្បីឲ្យពណ៌នៃប៊ិចទាំង5ដើមហ្នឹងណាវាមានពណ៌ស្មើគ្នាបើអូនឯងអត់ដកកម្របហ្នឹងហើយសេឲ្យពណ៌ហ្នឹងមានស្មើគ្នាឲ្យទេពេលខ្លះប៊ិចហ្នឹងអានេះដិតជាងអានេះស្រាជាងអត់កើតទេធ្វើមិនឲ្យពណ៌ប៊ិចហ្នឹងវាស្មើគ្នាឲ្យទៅចុះនេះ tip ពីបងទៅហ្មងព្រោះថាពេលហ្នឹងបងទិញប៊ិច5ដើមប៊ិចដែលបងស្រឡាញ់ឲ្យពេញចិត្តដែលបងគិតថាបងសរសេរប៊ិចហ្នឹងគឺមានអារម្មណ៍ថាអក្សរបងសរសេរស្អាតហើយសេបានលឿនហ្មងអញ្ចឹងពេលដែលទិញហើយគឺដកអាចុងប៊ិចហ្នឹងចេញហើយយកប៊ិចហ្នឹងទៅសរសេរដើម្បីឲ្យពណ៌ហ្នឹងវាស្មើគ្នាហើយព្រោះថាកុំធ្វើឲ្យពណ៌វាខុសគ្នាកុំឲ្យអាមួយដិតជាងអាមួយស្រាជាងអត់ទេធ្វើម៉េចឲ្យពណ៌ទាំង5ហ្នឹងស្មើគ្នាតែម្ដងហើយមួយទៀតអីដែលបងយកទៅការពេលទៅប្រឡងហ្នឹងគឺបងយកនាឡិកាទៅហើយនាឡិកាដែលបងយកទៅហ្នឹងបងទិញអាមានលេខស្រាប់ព្រោះពេលខ្លះអូនត្រូវដឹងថាអនុរៈគាត់ប្រាប់យើងតែ15នាទីមុនទេតែអា5នាទីចុងក្រោយក៏ប្រាប់យើងទេអាកន្លះម៉ោងចុងក្រោយក៏ប្រាប់យើងទេបើយើងចង់ដឹងតយើងលើកដៃសួរអ្នកគ្រូនៅសល់1នាទីទៀតអញ្ចឹងបានគាត់ប្រាប់ប៉ុន្តែបើយើងមាននាឡិកាខ្លួនឯងយើងដឹងខ្លួនឯងមកអូ30នាទីអញ្ចឹងខ្ញុំត្រូវបញ្ចប់កិច្ចការហ្នឹងឲ្យហើយអូសល់តែ5នាទីអញ្ចឹងខ្ញុំត្រូវត្រួតពិនិត្យទៅលើក្រាស់ដែលខ្ញុំសរសេរឲ្យហើយនេះសម្រាប់បងទៅពេលដែលមណ្ឌលបងប្រឡងបងយកនាឡិកាទៅបានអញ្ចឹងគឺងាយស្រួលសម្រាប់បងហ្មងគាត់ក្លែកមកសល់30នាទីទៀតត្រូវបញ្ចប់ព្រោះថាពេលដែលបងប្អូនទៅប្រឡងគឺអនុរៈគាត់ប្រាប់យើងតែថាសល់15នាទីចុងក្រោយទេបើណៃចង់ដឹងថាឥឡូវសល់1នាទីតើតើណៃសួរពួកគាត់អញ្ចឹងសម្រាប់ពីបងទៅគឺថាបងយកនាឡិកាទៅឲ្យបងប្អូនត្រូវការទិញនាឡិកាអីអាចហៅទៅទិញនៅ Pink House បានដែរហើយ Pink House ហាងរបស់ម៉ាក់ធေါ်បងផ្ទាល់អញ្ចឹងជួយ support ម៉ាក់បងផងទៅទិញនាឡិកានៅ Pink House បានតម្លៃអីគឺសមរម្យខ្លាំងមែនតើតែ$2-3បងប្អូនអាចមាននាឡិកាសម្រាប់
ពេលប្រឡងដើម្បីយើងមើលម៉ោងបានហើយហើយការដែលយើងមានលេខការគឺវាងាយស្រួលសម្រាប់យើងដូចបងនិយាយមិញអញ្ចឹងណាយើងដឹងថាសល់5នាទីត្រូវធ្វើពិនិត្យសល់30នាទីចុងក្រោយត្រូវបញ្ចប់ទំហៈនឹងឲ្យហើយតែម្ដងរបស់មួយទៀតដែលថាបងភ្លេចអត់បានហ្មងគឺថ្នាំយើងមើលអត់ដឹងថាតែយើងមានរឿងអីកាត់ឡើងបើពេលហ្នឹងបងយកថ្នាំដូលីប្រានទៅអញ្ចឹងគឺយើងគួរសគួរវាទុកដូចគ្នាហើយអ្វីដែលបងប្អូនអត់គួរយកទៅគឺប្រកាសជាដឹងហើយប៊ិចក្រហមទឹកលុបគឺហាមដាច់ខាតហ្មងបើយើងសរសេរខុសក៏អត់មានត្រូវប្រើទឹកលុបដែរនិយាយទៅខាំយកទឹកលុបទៅដាច់ខាតហើយដែលអូនគួរធ្វើពេលដែលអូនសរសេរខុសយើងជាអត់ផុតទេធានាឲ្យជាអត់ផុតពីការសរសេរខុសហើយសូម្បីតែបងព្យាយាមនិយាយខ្លួនឯងថាព្យាយាមហ្មងហាមកុំឲ្យសរសេរខុសប៉ុន្តែវានៅតែមានការឡើងអញ្ចឹងពេលដែលយើងសរសេរខុសគឺសរសេរខុសជួរណាគឺឆោតជួរនឹងមកជួរអញ្ចឹងហ្មងទៅចឹងអត់មានអីពិបាកទេហើយហាមប្រើទឹកលុបហាមដៃខាត់ហាមប្រើទឹកលុបចឹងបើយើងសេខុសគឺគ្រាន់តែឆោតទៅគឺបានហើយមួយទៀតអីដែលហាមយកទៅគឺការ៉ាស់ព្រៀងការចំនួនបងប្រឡងបងច្រឡំយកការ៉ាស់ព្រៀងទៅអាការ៉ាស់សភៅយើងហ្នឹងបងដកវាជាស្លឹកហើយគេគ្រប់គ្នាឡើងអត់យកការ៉ាស់ព្រៀងទៅឲ្យមានតែបងឲ្យយកទៅពេលហ្នឹងឡើងអនុរិយគាត់ដកសមីបងទៅរៀងគេមើលមុខគ្រប់គ្នាអាការហ្នឹងរៀងខ្មាស់គេដែរប៉ុន្តែយ៉ាចឹងកុំយកការ៉ាស់ព្រៀងទៅព្រោះថាពេលដែលប្រឡងហ្នឹងអនុរិយគឺគាត់នឹងមានការ៉ាស់ព្រៀងទុកឲ្យយើងស្រាប់ហើយបើការ៉ាស់ព្រៀងយើងសរសេរអស់កុំភ័យគឺមានការ៉ាស់ព្រៀងច្រើនសន្លឹកដើម្បីឲ្យបងប្អូនព្រៀងនៅលំហាត់ឬក៏សំណេរដែលយើងត្រូវសរសេរបានទី4ពេលប្រឡងខ្ញុំធ្វើឲ្យខ្លះអញ្ចឹងមុននឹងប្រាប់ថាពេលប្រឡងខ្ញុំធ្វើឲ្យខ្លះខ្ញុំចង់ឲ្យបងប្អូនណាមកយប់មុនពេលប្រឡងបាក់ឌុបត្រូវតែមានការវិភាគឲ្យបានរួចរាល់សម្រាប់2ថ្ងៃប្រឡងបាក់ឌុបហ្នឹងហ្មងនេះពីបងទៅក៏បងមានការវិភាគដែរព្រោះអីបងប្អូនត្រូវដឹងថាសាលាដែលយើងរៀនផ្សេងតែមណ្ឌលដែលយើងប្រឡងគឺផ្សេងហើយចុះបើបងប្អូនខ្លះត្រូវមណ្ឌលប្រឡងហ្នឹងឆ្ងាយពីផ្ទះអញ្ចឹងយើងត្រូវទៅរកបន្ទប់ជួលដើម្បីនៅ2ថ្ងៃមុនពេលប្រឡងបាក់ឌុបហ្នឹងត្រូវអត់អញ្ចឹងអាហ្នឹងគឺអ្វីដែលបងប្អូនត្រូវរៀបចំត្រៀមឲ្យសពគ្រប់ឲ្យហើយអញ្ចឹងយើងត្រូវមានការវិភាគត្រូវងើបតាំងម៉ោងប៉ុន្មានគេងម៉ោងប៉ុន្មានហើយបាយព្រឹកញ៉ាំនៅណាបាយថ្ងៃញ៉ាំទៅណាពីផ្ទះទៅដល់សាលាដែលយើងប្រឡងពីផ្ទះទៅដល់មណ្ឌលដែលយើងប្រឡងនឹងចំណាយពេលប្រហែលនាទីអញ្ចឹងត្រូវចេញទៅប្រហែលម៉ោងមុនដើម្បីទៅដល់កន្លះម៉ោងមុនការប្រឡងបាក់ឌុបសិតតែជាអីដែលអូនត្រូវគិតឲ្យហើយនៅលើការភិបរបស់យើងនឹងតែម្ដងតែនេះជាសំណាងបបងដែរដោយសារតែពេលហ្នឹងគឺថាសាលាដែលមណ្ឌលដែលបងប្រឡងហ្នឹងវានៅជិតផ្ទះបងទេអញ្ចឹងអីដែលបងត្រូវគិតបងគ្រាន់តែគិតថាបាយថ្ងៃតើខ្ញុំនឹងញ៉ាំអីខ្ញុំនឹងញ៉ាំនៅផ្ទះធម្មតាឬក៏ខ្ញុំទៅញ៉ាំនៅក្រៅអីដែលបងត្រូវគិតបងព្រោះបងអត់ចង់ឲ្យជុំមកចេញពីប្រឡងហើយដឹងទៅអីទៅញ៉ាំនៅណាហើយបើទៅញ៉ាំនៅកន្លែងឆ្ងាយអីទៅមិនទៅជីមកប្រឡងវិញមិនតន់អត់កើតទេណាហ្នឹងគឺសិតតែជារឿងដែលអូនត្រូវគិតទុកឲ្យហើយហ្មងនេះបងនិយាយមួយម៉ាក់ឲ្យថាម៉ាក់ម៉ែជួយធ្វើម្ហូបនេះមកខ្ញុំចង់ញ៉ាំម្ហូបហ្នឹងហើយសូមធ្វើឲ្យហើយមុនម៉ោងប៉ុណ្ណេះព្រោះថាខ្ញុំនឹងមកញ៉ាំហើយខ្ញុំទៅប្រឡងវិញអីចឹងទៅនេះគឺជាអីដែលបងរៀបចំការភិកឲ្យនិយាយមួយម៉ាក់ប៉ាឲ្យតែម្ដងហើយពេលយប់ពេលដែលអូនចូលគេងសម្រាប់ការប្រឡងនៅថ្ងៃស្អែកពីបងទៅហ្មងបងចង់ឲ្យអូនគេងឲ្យលឿនហើយក៏ប៉ិតពេលហ្នឹងបងក៏គេងលឿនដែរសួរថាធ្វើបានអត់ធ្វើអត់បានដូចគ្នាតែគឺសង្ងំគេងហ្មងឡើងលើពុកដេកតាំងម៉ោង9ហើយគេងលក់អត់គេអត់លក់ទេបងពេលហ្នឹងអត់ដឹងថាខ្លួនឯងដេកលក់ម៉ោងប៉ុន្មានទេតែដឹងថាឡើងលើពុកហ្មងគឺនៅក្នុងម៉ោង9ហើយដោយសារបងជាមនុស្សដែលចូលចិត្តស្ដាប់មេរៀនបានន័យថាបង record មេរៀនណានៅក្នុងទូរស័ព្ទដៃរបស់បងផ្ទាល់ហើយបងបើកវាស្ដាប់អញ្ចឹងបើកស្ដាប់ហើយអានថាតាមទៅនិយាយបិទភ្នែកប្រានិយាយថាតាមប្រាទៅអញ្ចឹងពេលហ្នឹងបងដេកម៉ោងណាគឺដេកម៉ោងប៉ុណ្្នឹងហើយប៉ុន្តែដឹងថាសង្ងំដេកលើពុកតាំងម៉ោង9ហើយព្រោះកាលណាណែគេបានគ្រប់គ្រាន់ណាសុកចិត្តភ្ញាក់លឿនភ្ញាក់តាំងម៉ោង4ក៏បាន4កន្លះក៏បានភ្ញាក់ម៉ោង5ក៏បានដែរព្រោះកាលណាយើងគេបានគ្រប់គ្រាន់អូនឯងអត់ស្ងាប់ទេពេលប្រឡងហើយតើអូនឯងពេលប្រឡងស្ងាប់ហើយក្តីក៏ចេញដែរបើពេលប្រឡងងុយដេកហើយគឺសេឈ្ងោកទៅហ្មងគឺសេឈ្ងោកទៅហ្មងអញ្ចឹងគេឲ្យបានគ្រប់គ្រាន់សុកចិត្តគេឲ្យបានគ្រប់គ្រាន់ហើយគេងពីព្រលឹមបានថាគេងពីមិនគេងពីប្រឡប់គេនឹងឲ្យគេងពីប្រឡប់តែយើងសុកចិត្តភ្ញាក់ឲ្យលឿនវិញភ្ញាក់ម៉ោង4កន្លះក៏បានដែរធ្វើមិនហាមដាច់ខាតកុំឲ្យមានអារម្មណ៍ថាងុយដេកពេលប្រឡងតើឯងមានអារម្មណ៍ងុយដេកពេលប្រឡងហើយធ្វើក៏ចេញដែរតែយើងមានអារម្មណ៍ថាស្ងាត់ងុយដេកហើយតួឯងទិញមេរៀននឹងចាំក៏ខួរក្បាលនឹងគិតអត់ឃើញដែរព្រោះខួរក្បាលយើងអត់បានសម្រាប់ផងហ្នឹងខួរក្បាលយើងក៏វាត្រូវការសម្រាប់ដែរណាអូនឯងប្រើទូរស័ព្ទនៅចេះបញ្ចូលទូរស័ព្ទត្រូវអត់អូនឯងមានឲ្យខួរក្បាលអូនឯងសម្រាប់មុនពេលប្រឡងអត់បងដឹងថាថ្ងៃទូទៅធម្មតាយើងអាចមើលមេរៀនដល់ម៉ោង1ម៉ោង2សូម្បីបងផ្ទាល់ពេលខ្លះមើលមេរៀនដល់ម៉ោង3បានដេកប៉ុន្តែមួយថ្ងៃមុនពេលប្រឡងបាក់ឌុបអត់អាចធ្វើចឹងបានទេយើងអត់អាចឲ្យខ្លួនឯងស្ងាត់ពេលប្រឡងបានទេអញ្ចឹងពីបងទៅគឺថាសុំឲ្យបងប្អូនសង្ងំដេកទោះបីខ្លួនឯងដេកអត់លក់ក៏សង្ងំដេកតាំងពីម៉ោង9ទៅអញ្ចឹងនៅពេលដែលយើងភ្ញាក់ពីដេកហើយគឺយើងលុបមុខដោះធ្មេញអីចឹងទៅរៀបចំស្លៀកពាក់នៅសម្ភារៈដែលយើងបានត្រៀមទៅកុំភ្លេចពាក់កាតហើយពេលហ្នឹងពេលដែលបងស្លៀកពាក់ឲ្យអស់ចឹងបងទៅមើលមុខកញ្ចក់យើងនារីយើងដឹងហើយ make up ហើយគឺថាអង្គុយថតមុខកញ្ចក់ពី3ប៉ុស្តិ៍ចឹងហើយបងនិយាយជាមួយនឹងខ្លួនឯងមុខកញ្ចក់ហ្មងថាអ្វីដែលខ្ញុំប្រឹងទាំង12ឆ្នាំហ្នឹង
គឺវាបានមកដល់ហើយអញ្ចឹងខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំតែម្ដងទោះបានលទ្ធផលបែបណាក៏ខ្ញុំនឹងទទួលយកដែរព្រោះថាខ្ញុំបានប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំហើយបងនិយាយមួយខ្លួនឯងទៀតដោយសារពេលហ្នឹងបងចង់មានគោលដៅយក NTA អញ្ចឹងបងនិយាយមួយខ្លួនឯងថាខ្ញុំឡងសកុលលីសាខ្ញុំស័ក្តិសមនៅក្នុងការទទួលបាន NTA ហើយខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពព្រោះថាខ្ញុំពិតជាបានប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំមែននេះគឺជាអីដែលបងនិយាយមួយខ្លួនឯងហ្មងអញ្ចឹងបងប្អូនដូចគ្នាឈរមកកញ្ចក់ញឹមហើយត្រូវនិយាយថាថ្ងៃនេះគឺជាថ្ងៃដែលល្អខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពហើយខ្ញុំសង្ឃឹមថាក្រសួងនឹងចេញនៅវិញ្ញាសាអីដែលខ្ញុំចេះហ្នឹងជាពាក្យដែលបងនិយាយមួយខ្លួនឯងដើម្បីឲ្យមានកម្លាំងចិត្តតែម្ដងហើយអញ្ចឹងពេលដែលបងរៀបចំខ្លួនឲ្យបងដើរចេញទៅក្រៅប្រកាសថាអ្នកដែលយើងឃើញមុនគេតែម្ដងគឺប៉ាម៉ាក់ហើយពេលហ្នឹងក៏បងនៅមួយយាយដែរអញ្ចឹងអីដែលបងធ្វើហ្នឹងគឺថាទៅសុំពរជ័យពីប៉ាម៉ាក់ពីយាយថាគាត់ម្នាក់មកសើទៅហើយអញ្ចឹងពេលដែលយើងសុំពរពីគាត់ហ្នឹងប្រកាសជាកូនខំប្រឹងណាឲ្យតែកូនខំប្រឹងឲ្យពីសមត្ថភាពគឺកូនប្រកាសជាអាចធ្វើបានហើយគឺកម្លាំងចិត្តពេញបឹសតែម្ដងឲ្យតែបានពរជ័យពីពាក្យគាត់ហើយពេលហ្នឹងក៏បានលុយយើងច្រើនដែរឲ្យថ្ងៃប្រឡងបាក់ឌុបអញ្ចឹងគឺថាគាត់ឲ្យលុយដើម្បីឲ្យយើងបានញ៉ាំអាហារឆ្ងាញ់ឆ្ងាញ់អីចឹងទៅនេះសម្រាប់បងហ្មងណាពេលហ្នឹងបងសាពះជានាងផ្ទះទៀតនេះបងអត់ដឹងថាបងប្អូននឹងធ្វើមិនទេប៉ុន្តែពីបងទៅពេលហ្នឹងបងអត់បានអុជធុកទេប៉ុន្តែបងសាពះដើម្បីឲ្យបងធានាផ្លូវចិត្តយើងខ្លួនឯងចឹងណាដូចជាយើងសុំពរជ័យពីមនុស្សដែលនៅជុំវិញខ្លួនពីបរិស្ថានដែលនៅជុំវិញខ្លួនឲ្យគាត់តាមថែរក្សាយើងអីចឹងទៅហើយមួយទៀតបើអូនជិះម៉ូតូទៅប្រឡងត្រូវប្រកាសថាម៉ូតូនឹងមានសាំងគ្រប់គ្រាន់ហើយមើលកង់ម៉ូតូមើលអីឲ្យហើយតែដោយសារបងពេលហ្នឹងគឺថាពូគាត់ជូនទៅប្រឡងហើយអំឡុងពេលដែលថាជិះឡានទៅប្រឡងហ្នឹងបងអត់មានខ្វល់ទេថាសល់ពេលណាគឺទិញមេរៀនហើយនៅតែអានសំណេរពេលហ្នឹងពេលដូចបងនិយាយអញ្ចឹងកុំខ្វល់ពីអ្នកដទៃហ្មងទោះបីគេគាត់ថាងាប់ហ่าចិត្តដល់ថ្ងៃប្រឡងអីនៅមើលអីទៀតអត់ទេកុំគិតថាពេលជិះម៉ូតូឬក៏ពេលជិះឡានឧទាហរណ៍បើយើងជិះម៉ូតូមានគេជូនទៅយើងអង្គុយពីក្រោយបើកមើលទៅអានសំណេរទៅមានតែខាតម៉ោងអីគឺថាគុំខ្ជះខ្ជាយពេលវេលាឲ្យសោះហ្មងសល់ពេលណាគឺមើលមេរៀននៅពេលហ្នឹងហើយអញ្ចឹងពេលដែលបងជិះឡានទៅពូបងជូនទៅហ្នឹងគឺថាបងនឹងអង្គុយអានសំណេរភាសាខ្មែរបងនឹងអង្គុយអានសំណួរចម្លើយជីវៈឡើយទេឲ្យសល់ពេលបានគឺថានៅតែមើលមេរៀនហ្នឹងហើយសំបីតែពេលថ្ងៃឧទាហរណ៍យើងប្រឡងមកព្រឹកហើយសល់ចន្លោះពេលថ្ងៃមួយបាយថ្ងៃហ្នឹងត្រូវអត់ក៏បើបងជាមនុស្សចូលចិត្តដេកតែបងអត់ដេកថ្ងៃឯពីថ្ងៃហ្នឹងគឺថាមកពីប្រឡងព្រាមអញ្ចឹងមកនៅបើកសភៅមើលឡើយនៅបើកមេរៀនវិញ្ញាសាអង់គ្លេសមើលតែគេធ្វើមិនអីមិនសំណេរភាសាខ្មែរគឺថាសល់មកគឺថានៅអានអីធម្មតាអញ្ចឹងគឺនៅតែប្រឹងឲ្យអស់ពីសមត្ថភាពព្រោះដឹងថាអូថ្ងៃត្រូវប្រឡងអង់គ្លេសថ្ងៃហ្នឹងត្រូវប្រឡងខ្មែរអញ្ចឹងគឺនៅតែមើលឲ្យអស់ពីសមត្ថភាពតាមតែបងអាចធ្វើបានហ្មងអត់មានតែខ្វល់មួយពាក្យដែលគេនិយាយថាមើលអីទៀតប្រឡងឡើយនៅមើលអីអត់ទេសល់ពេលគឺមើលទៅកុំខ្វល់ពីគេអញ្ចឹងដូចបងនិយាយបើថាយើងជិះម៉ូតូទៅត្រូវមើលសាំងម៉ូតូត្រូវមើលកង់ម៉ូតូឲ្យមានឲ្យសពគ្រប់ឲ្យកុំឲ្យមានបញ្ហាពេលដែលយើងជិះទៅប្រឡងហើយនៅពេលដែលយើងទៅដល់មណ្ឌលប្រឡងភ្លាមអានេះពីបងទៅហ្មងបងឡើងវាថាអារម្មណ៍រៀងរំជួលចិត្តណាពេលហ្នឹងឃើញមនុស្សច្រើនហើយឡើងចង់ហូរទឹកភ្នែកទៀតព្រោះដូចបងនិយាយអញ្ចឹងអ្វីដែលយើងប្រឹងទាំង12ឆ្នាំហ្នឹងវាបានមកដល់ហើយអញ្ចឹងពេលហ្នឹងពេលដែលបងរៀងរំជួលចិត្តចឹងហើយបងក៏និយាយមួយខ្លួនឯងថាអ្វីដែលយើងប្រឹងទាំង12ឆ្នាំហ្នឹងវាបានមកដល់ហើយអញ្ចឹងខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្លួនឯងហ្មងហើយទោះលទ្ធផលបែបណាក៏ខ្ញុំនឹងទទួលយកដែរដោយសារតែថាខ្ញុំបានប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំហើយព្រោះបងពិតជាចង់បាន NTA មែនព្រោះពេលហ្នឹងបងដាក់គោលដៅ NTA ថាខ្ញុំចង់បានអាហារូបករណ៍អត់ចង់ចំណាយលុយឲ្យឪពុកម្ដាយអត់ចង់ឲ្យប៉ាម៉ាក់ពិបាកទៀតទេព្រោះគាត់ចាំយើងមកយូរដែរចង់អត់ចង់ផ្ដល់បន្ទុកឲ្យពួកគាត់ទៀតទេចង់ចេះចង់បានអាហារូបករណ៍ដើម្បីឲ្យកុំឲ្យពិបាកពួកគាត់ហ្មងអញ្ចឹងទៅបានពេលហ្នឹងបងគឺថាប្រឹងដើម្បីយកនីតិ A ឲ្យបានតែម្ដងហើយជាក់ស្ដែងពេលដែលយើងទៅដល់មណ្ឌលប្រឡងហ្នឹងហើយអាណៃឡើងទៅដល់បន្ទប់អាណៃអត់មានអាចចូលទៅអង្គុយក្នុងបន្ទប់ហ្នឹងបានភ្លាមទេគឺឈរចាំនៅក្រៅសិនតតែលោកគ្រូអ្នកគ្រូគាត់ហៅឈ្មោះយើងហើយទើបយើងអាចចូលទៅក្នុងបានប៉ុន្តែមុននឹងចូលទៅក្នុងបានទៀតហ្នឹងយើងត្រូវដោះកាតឲ្យគាត់ពិនិត្យគាត់នឹងយកកាតហ្នឹងទុកសិនតតែពេលយើងប្រឡងចប់មកផឹកហ្នឹងអញ្ចឹងគាត់នឹងបកគោលកាតឲ្យយើងវិញហើយនៅពេលដែលយើងចូលទៅដល់ក្នុងបន្ទប់ប្រឡងហ្នឹងក៏អត់មានត្រូវប្រឡងភ្លាមដែរនឹងអង្គុយចាំដូចគ្នាអង្គុយចាំរហូតដល់ឬជួងពើងទៅលោកគ្រូអ្នកគ្រូគាត់ចាប់ផ្ដើមចែកក្រាស់ព្រៀងចែកក្រាស់ប្រឡងហើយជាស្ដែងការដែលបងប្រឡងហ្នឹងបើជាលំហាត់គឺគាត់នឹងចែកក្រាស់វិញ្ញាសាឲ្យតែបើជាសំណួរគឺលោកគ្រូអ្នកគ្រូគាត់នឹងសរសេរសំណួរហ្នឹងនៅលើក្រាស់ធានអញ្ចឹងបងឯងអត់ចង់ឲ្យភ័យទេ
លើកដៃគាត់នឹងសួរឲ្យមានអ្នកគេ volunteer អានសំណួរទាំងអស់នឹងអត់ពីបងទៅថ្ងៃដែលបងប្រឡងបងមានអារម្មណ៍ភ័យបងរៀងមានអារម្មណ៍ថារៀងញ័រដៃអញ្ចឹងណាអញ្ចឹងទៅពេលដែលបងអង្គុយហ្នឹងបងអង្គុយច្បាច់ដៃខ្លួនឯងហើយនិយាយថាអត់អីទេនឹងអាចធ្វើបានហើយក៏សង្ឃឹមថាក្រសួងគាត់នឹងចេញអីនៅវិញ្ញាសាដែលយើងចេះដែរព្រោះថាយើងខំប្រឹងមើលទាំង7មុខវិជ្ជាអីហើយយើងក៏បានរៀបចំគោលដៅដែរថា7មុខវិជ្ជាហ្នឹងគឺថាយើងនឹងមើលឲ្យចប់មេរៀនគ្រប់សពឲ្យអស់ព្រោះយើងចង់ធានាផ្លូវចិត្តខ្លួនឯងថាតែកាលណាយើងមើលមេរៀនសពគ្រប់អស់ហើយចឹងក្រសួងជាអីក៏យើងចេះដែរហើយមួយទៀតហ្នឹងគឺអីដែលអូនត្រូវធ្វើបើអូនចង់បានទៅទេអេគឺធ្វើលំហាត់ឲ្យអស់ធ្វើសំណួរអស់ហាមសល់សំបីតែមួយចំណុចហើយឬក៏មួយរម៉ាំងហ្នឹងគឺហាមសល់ដាច់ខាតហ្មងនេះពីបងទៅដោយសារបងទូបាននីតិ A ហើយបងគាត់ថាមូលហេតុដែលបងបាន A ហ្នឹងគឺដោយសារបងធ្វើគ្រប់ប្រម៉ាំងទាំងអស់គ្រប់សំណួរទាំងអស់អត់ចន្លោះសំបីតែមួយហើយអូនប្រកាសជាដឹងហើយនៅក្នុងដែលការយើងធ្វើលំសំណួរឬក៏រំហាត់ទាំងអស់ហ្នឹងសិស្សបងយើងក៏តែងតែប្រាប់ដែរគ្រូលោកគ្រូអ្នកគ្រូយើងគាត់ក៏តែងតែលើកមកដែរធ្វើណាដែលមានបន្ទុកច្រើនមុនយេគឺអត់ខុសទេប៉ុន្តែឧទាហរណ៍បើឯងអានសំណួរហ្នឹងហើយពេលដែលយើងបានសំណួរហ្នឹងភ្លាមយើងមិនត្រូវអានទាំងអស់សិនណាអានទាំងអស់ហ្នឹងហើយឯងស្លឹងមើលទៅតើពេលដែលយើងអានហ្នឹងតើយើងអាចចេះធ្វើទាំងអស់បានអត់ព្រោះអីតើយើងអ្នករៀនអ្នកសូត្របងប្រកាសជាដឹងតើអ្នករៀនអ្នកសូត្រគ្រាន់តែអានមកក៏ចេញចម្លើយបាត់ហើយអានមកដឹងថានឹងត្រូវចូលរូបមន្តអីត្រូវចេញចម្លើយមកមិនគឺយើងដឹងស្រាប់ហ្មងចុះអីដែលយើងត្រូវធ្វើយើងអានសំណួរនឹងឲ្យហើយអានលំហាត់នឹងឲ្យហើយអស់ហើយយើងត្រូវគិតមើលថាតើយើងចេះទាំងអស់អត់បើចេះទាំងអស់អត់អីទេធ្វើវាតាមលំដាប់លំដោយចុះប៉ុន្តែបើយើងអត់ចេះទាំងអស់ទេយើងមើលអាណាដែលយើងអាចធ្វើទៅមុខរួចហើយយើងធ្វើអានឹងមុនគេអាលំហាត់ណាដែលយើងអត់សូវស្ទាត់យើងទុកនៅក្រោយបងកាបងប្រឡងកណិតមានរម៉ាំងមួយដែលបងអត់សូវស្ទាត់ទេអញ្ចឹងដំបូងបងធ្វើតាមលំដាប់លំដោយទាំងអស់តែអារម៉ាំងដែលបងអត់សូវស្ទាត់ហ្នឹងបងទុកវាក្រោយគេប៉ុន្តែបងប្រឹងគិតតែយើងអ្នករៀនអ្នកសូត្រយើងប្រឹងគិតទៅណៃជឿបងតើណៃប្រឹងរៀនណៃដឹងតែចាំហ្នឹងហើយបងអង្គុយគិតរហូតដល់ចេញរូបមន្តមកហ្មងហើយចុងក្រោយហ្នឹងហើយក៏ធ្វើទៅតាមហ្នឹងទៅតែនេះបើបងយកវាទៅធ្វើមុនណាបងនឹងអង្គុយគិតជុំមកចូលរូបមន្តអីគេបើបងនឹងអង្គុយគិតអញ្ចឹងប្រកាសជាខាត់ពេកអញ្ចឹងបងធ្វើតាមលំដាប់លំដោយដូចគ្នាគ្រាន់ថាបងអត់ចេះហ្នឹងបងយកវាមកទុកក្រោយគេអញ្ចឹងនេះពីបងទៅអីដែលបងធ្វើមួយយប់មុនថ្ងៃប្រឡងបាក់ឌុបហើយនឹងអំឡុងពេលដែលបងធ្វើផ្ទាល់ហ្មងហាមទៅយឺតទេហើយសមម៉ោងកុំខ្លាចនៅក្នុងការមើលមេរៀនកុំខ្វល់ពីពាក្យសម្ដីអ្នកអតីបើដឹងថាពេលព្រឹកប្រឡងហើយថ្ងៃធ្វើប្រឡងអង់គ្លេសថ្ងៃធ្វើប្រឡងខ្មែរយកសភៅសំណេរយកមកអានលេងទៅឬក៏យកវិញ្ញាសាអង់គ្លេសយកមកធ្វើលេងទៅវាអត់មានខាតអីទេអូនឯងផឹងឲ្យហើយទៅផឹងហើយ2ថ្ងៃហ្នឹងលេងអីមានតែអីត្រូវផឹងទេគឺអីដែលត្រូវផឹងបន្ទាប់ទៀតគឺថ្ងៃដែលអូនចូលសកលហើយពីបងទៅមានតែប៉ុណ្្នឹងឯងប៉ុន្តែបងចង់ឲ្យបងប្អូនសួរខ្លួនឯង2សំណួរទី1តើប្អូនតើខ្ញុំខ្លួនឯងស័ក្តិសមនៅក្នុងការជាប់បាក់ឌុបអត់បើប្អូនចង់មាននីតិដែលខ្លួនឯងប្រាថ្នាចង់បានណាសួរខ្លួនឯងតើខ្ញុំស័ក្តិសមជាសិស្សដែលជាប់នីតិ A អត់បើនីតិ A ជាគោលដៅរបស់ប្អូនសួរខ្លួនឯងបែបហ្នឹងតើខ្ញុំdo I deserve to get grade A តើខ្ញុំស័ក្តិសមនៅក្នុងការជាប់នីតិ A អត់បើប្អូនគិតថាចម្លើយហ្នឹងប្អូនស័ក្តិសមហើយបន្តធ្វើសកម្មភាពដែលប្អូនកំពុងតែធ្វើប៉ុន្តែបើចម្លើយប្អូនថាអូខ្ញុំដូចជាមិនទាន់ស័ក្តិសមទេខ្ញុំនៅខ្ជិះពេលវេលាច្រើនអូនឯងប្រឹងរៀនតទៀតសោះរយៈពេល1ខែចុងក្រោយនេះប្រហែលថ្ងៃ10ថ្ងៃចុងក្រោយនេះគឺថាអូនឯងប្រឹងរៀនឲ្យអស់ពីសមត្ថភាពបងឯងដែលអូនឯងអាចធ្វើបានបងឯងសុំត្រឹមតែមកជាប់ដូចគ្នាដែរតែខ្ញុំនេះស័ក្តិសមជាសិស្សដែលជាប់បាក់ឌុបអត់បើដឹងចម្លើយថាខ្ញុំដូចជាមិនទាន់ស័ក្តិសមទេដូចអត់ចេះច្រើនណាប្រឹងរៀនតទៀតហើយមួយទៀតសំណួរទី2អូនឯងប្រឹងរៀនអស់ពីសមត្ថភាពនៅតើអូនប្រឹងរៀនអស់ពីសមត្ថភាពនៅពិភពលោកនេះអត់កុហកយើងទេ The world give you what you deserve ពិភពលោកផ្ដល់នៅអីដែលអូនស័ក្តិសមនឹងទទួលបានអូនឯងប្រឹងរៀនអូនឯងរៀនចេះអូនឯងរៀនអត់ចេះមកពីអូនឯងប្រឹងអត់តន់អស់ពីសមត្ថភាពពីបងទៅមានតែប៉ុណ្្នឹងទេជូនពរបងប្អូនទាំងគ្នាប្រឡងជាប់ទៅតាមនីតិដែលខ្លួនឯងប្រាថ្នាចង់បានហើយមួយវិញទៀតបងសូមប្រម៉ូទពីសាកលវិទ្យាល័យដែលបងកំពុងតែរៀនបច្ចុប្បន្នដែរដោយសារបងជានិស្សិតអាហារូបករណ៍នៅនឹងហើយឥឡូវនេះបងរៀនអនុបណ្ឌិតហើយរៀនអនុបណ្ឌិតបងក៏នៅតែរៀននៅក្នុងសាកលវិទ្យាល័យរបស់បងផ្ទាល់ដែរសាលាដែលបងរៀនគឺមានឈ្មោះថាសាកលវិទ្យាល័យធនធានមនុស្សហើយពីសាលារបស់បងទៅពីសាកលបងហ្មងគឺមានផ្ដល់អាហារូបករណ៍ជូនបងប្អូនទៅតាមនីតិបើអូនទទួលបាននីតិ A អាហារូបករណ៍4ឆ្នាំពេញបងអូនហើយបើអូនទទួលបាននីតិ B C D ក៏ទទួលបានអាហារូបករណ៍ដែរគ្រាន់តែអាហារូបករណ៍ហ្នឹងទៅតាមនីតិចុះពីម៉ាន50 45 35អីចុះមករហូតចឹងណាអត់ទៅនីតិ E ទេដែលអត់ទទួលបានអាហារូបករណ៍គឺបងថ្លៃពេញតែម្ដងអញ្ចឹងបើរៀនចប់ហើយចង់មកជួបបងឬក៏ចង់មករៀននៅសាកលវិទ្យាល័យរបស់បងអីសាកសួរព័ត៌មានពីបងបានឬក៏មកដល់សាកលរបស់បងផ្ទាល់ក៏បានដែរព្រោះថាអាហារូបករណ៍មានទៅតាមនីតិដោយបងប្អូនអត់ចាំបាច់ប្រឡងដើម្បីយកទទួលបានអាហារូបករណ៍ទាំងអស់ហ្នឹងទេអូនឯងគ្រាន់តែយកក្រាស់ដែលអូនឯងជាប់បាក់ឌុបមកទូបានទេ A អាហារូបករណ៍100% 4ឆ្នាំពេញបើ BCD អាហារូបករណ៍ដូចគ្នាតែគ្រាន់ថាទៅតាមភាគរយដូចគ្នា